ដល់ពេលយើងមកធ្វើ spring roll ទៀតហើយណា spring roll របស់ហាងយើងអត់មានទិញសាច់ជ្រូកអីគេកិនហើយស្រាប់អីទេគឺយើងប្រើសាច់ជ្រូកស្រស់សាច់ជ្រូកសាច់សុទ្ធចឹងហ្មងអាហ្នឹងគឺជាសាច់ចម្លក់របស់សាច់ជ្រូកហើយយើងយកមកធ្វើស្យ៉វាសាច់វាណែនល្អហើយវាមានចេញទឹកបើសិនជាយើងទិញអាគេកិនស្រាប់វាខ្លាញ់ច្រើនហើយវាមានជាតិទឹកក្នុងហ្នឹងយើងធ្វើស្យ៉ល្អទេហើយស្យ៉របស់យើងគ្រឿងផ្សំអត់មានអីទេក្រៅតែពីខ្ទឹមបារាំងមីសួរហើយនឹងផ្សិតត្រចៀកកដុលបងប្អូនខ្ញុំប្រើផ្សិតម៉ាក់នេះផ្សិតហ្នឹងវាមកក្រៀមហើយមុននឹងយើងធ្វើយើងត្រាំទឹកមួយយប់ហើយសិនបានវាទន់អញ្ចឹងហើយយើងត្រាំទឹកត្រាំអីទៅព្រលឹមឡើងវាទន់ណាចាំយើងយកមកធ្វើស្យ៉ហ្នឹងហើយយើងក៏រៀបចំកិនសាច់ដែលយើងបានរៀបចំរួចហើយហ្នឹងដាក់ចូលក្នុងម៉ាស៊ីនកិនណាពេលដែលយើងដាក់សាច់នឹងចូលទៅហ្នឹងហើយម៉ាស៊ីនហ្នឹងវាកិនខ្លួនវាអីខ្លួនវាអញ្ចឹងទៅយើងចាំតែដាក់អាសាច់នឹងចូលទៅដាក់រហូតដល់អស់សាច់ហ្នឹងទៅនេះម៉ាស៊ីនហ្នឹងវាកិនអញ្ចឹងបងប្អូនណានេះដាក់ទៅវារុញអាសាច់យើងហ្នឹងក៏ចេញមកតាមប្រហោងវាក្រោមហ្នឹងនេះដូចនឹងបញ្ចុកអញ្ចឹងឃើញទេវាចេញមកអញ្ចឹងម៉ត់ល្អសាច់វាហ្នឹងហើយដូចខ្ញុំនិយាយអញ្ចឹងនៅពេលដែលយើងដាក់សាច់ជ្រូកសុទ្ធកិនមកគឺស្ងួតចាស់អត់មានជាតិទឹកអីទេហើយបន្ទាប់មកយើងកិនអាផ្សិតត្រចៀកកដោយើងនេះខ្ញុំកិនលាយជាមួយនឹងសាច់នឹងយកតែម្ដងអាត្រចៀកកដោយើងហ្នឹងយើងកិនទៅនេះបានម៉ត់ប៉ុណ្ណឹងម៉ាស៊ីនហ្នឹងវាកិនមកបានម៉ត់ប៉ុណ្ណឹងអញ្ចឹងណាហ្នឹងហើយយើងដាក់ផ្សិតត្រចៀកកដោហ្នឹងហើយនឹងសាច់ហ្នឹងលាយជាមួយគ្នាទៅហើយបន្ទាប់មកយើងក៏មកធ្វើគ្រឿងផ្សំរបស់យើងដែលយើងដាក់បន្លែប្លុករបស់យើងនោះអត់មានអីទេខ្ញុំដាក់តែខ្ទឹមបារាំងទេសម្រាប់ស្យ៉ខ្ញុំមានប្រើបន្លែព្រោះស្យ៉យើងស្យ៉សាច់ណាយើងអត់ប្រើបន្លែបងប្អូនបន្លែបើយើងប្រើក្នុងស្យ៉ច្រើនពេកស្យ៉នោះវាចេញទឹកវាចេញទឹកអត់ល្អទេនៅពេលដែលយើងយកមកចៀនទៅស្យ៉វាអត់ស្រួយពេលយើងដាក់បន្លែច្រើនពេកប៉ុន្តែបើយើងចង់ធ្វើស្យ៉បន្លែយើងធ្វើរបៀបបន្លែវាផ្សេងប៉ុន្តែអានេះខ្ញុំធ្វើស្យ៉សាច់អញ្ចឹងខ្ញុំអត់ដាក់បន្លែទេហើយគ្រឿងផ្សំទាំងអស់ហ្នឹងយើងដាក់ចូលក្នុងចានដែកធំយើងហ្នឹងតែមួយហ្នឹងហើយមានសាច់ជាកដោហ្នឹងហើយនឹងខ្ទឹមបារាំងហ្នឹងហើយមីសួរយើងហ្នឹងដាក់ចូលទៅក្នុងចានតែមួយហ្នឹងហើយយើងក៏ដាក់គ្រឿងផ្សំយើងមានស្ករមួយចានធំហ្នឹងហើយយើងប្រើម្សៅខ្ទឹមរបស់យើងបងប្អូននេះមួយចានធំដែរហើយយើងប្រើម្រេចម៉ត់មួយចានធំប៉ុណ្ណាម្សៅខ្ទឹមហ្នឹងហើយបន្ទាប់មកក៏យើងដាក់អំបិលយើងអត់សូវប្រើច្រើននេះកុំឲ្យវាប្រៃហើយយើងប្រើប៊ីចេងដែរនេះប៊ីចេងខ្ញុំដាក់ប៉ុណ្ណឹងហើយពេលយើងដាក់គ្រឿងផ្សំរឿងអីនឹងលើគ្នាសពគ្រប់អស់ហើយយើងក៏ច្បល់វាឲ្យចូលសពជាតិគ្នាមានបងប្អូនខ្លះគាត់សួរខ្ញុំថាមិនបានអត់ប្រើម៉ាស៊ីនធ្វើច្រើនអញ្ចឹងមិនចាំបាច់ប្រើដៃនាំមកហត់អញ្ចឹងណាបងប្អូនស្យ៉មិនមែនដូចវាយនំទេបងប្អូនណាស្យ៉យើងអត់អាចប្រើម៉ាស៊ីនបានវាយើងមិនបាច់ចាំច្បល់វារហូតដល់បែកខ្ទេចទេយើងគ្រាន់តែច្បាច់វាដើម្បីឲ្យវាចូលជាតិគ្នាស្ករប៊ីចេងហើយនឹងសាច់យើងហ្នឹងគឺឲ្យចូលជាតិតែមួយតែយើងអត់មានត្រូវការឲ្យវាបែកម៉ត់ទេអញ្ចឹងយើងអត់ត្រូវការប្រើម៉ាស៊ីនទេយើងប្រើដៃយើងច្បាច់ម្ដងតិចអញ្ចឹងរហូតដល់អស់អញ្ចឹងទៅហើយខ្ញុំច្បាច់ម្ដងតិចអញ្ចឹងបងប្អូនខ្ញុំអត់ប្រើម៉ាស៊ីនទេហើយក៏មិនដែលប្រើដែរហើយនេះ spring roll របស់យើងបងប្អូនលក់មិនចេះគ្រប់ទេមួយថ្ងៃណាក៏អស់ដែរក្នុងមួយ order យើងមាន3 spring roll បងប្អូនហើយយើងមានលក់នំបញ្ចុកដោយសារនំបញ្ចុកវាទៅជាមួយ spring roll ដែរដល់អញ្ចឹងយើងប្រើ spring roll ចុះក្នុងនំបញ្ចុកមួយចានយើងមានដាក់ spring roll ទៅជាមួយ2